ជើងប៉ះផ្ទាល់ដីសវណ្ណសូមស្វាគមន៍ក្រុមឈានសាំងព្រោះតែនាងគឺជាភ្ញៀវសំខាន់ថៃឬសៀមនេះគ្មានកំណើតសង់ប្រាសាទណាមួយទេសូម្បីតែប្រាសាទនៅលើទឹកដីខ្លួនឯងបច្ចុប្បន្នក៏គ្មានកំណើតសៀមឬថៃសង់ដែរគឺជាអ្វីដែលច្បាំងដដើមយកពីប្រទេសជិតខាងទេរួមទាំងដដើមយកពីប្រទេសកម្ពុជាផងដែរបាទនេះយើងក៏សម្គាល់ដូច្នេះហើយការពន្យាពេលក្នុងការប្រជុំ JBC នេះគឺថៃបង្កហេតុដើម្បីពន្យាពេលដើម្បីដណ្ដើមពេលវេលាក្នុងការកាន់កាប់ដោយខុសច្បាប់នឹងឯងតែកម្ពុជាមិនអាចទទួលយកបានជាដាច់ខាតនៅការកាន់កាប់ដោយខុសច្បាប់បន្តទៀតនេះពីព្រោះយើងបាននិយាយដដែលថាបញ្ហាព្រំដែនកម្ពុជាថៃដោយដិតកិនភីមិញក៏បានលើកដែរវាទៅជាច្បាប់អន្តរជាតិរួចទៅហើយក៏មិនអាចប្រទេសកម្ពុជាទៅកែប្រែច្បាប់នឹងបានដែរគឺច្បាប់ស្ដីអំពីព្រំដែនមិនកែប្រែខ្ញុំបាននិយាយនៅសំណួរខាងដើមដែរប្រសិនបើហ៊ានកែប្រែច្បាប់នឹងហ៊ានស្របនឹងភាគីចោលមានន័យថានោះវានឹងគ្មានសង្កត់ភាពនៅក្នុងបញ្ហាព្រំដែននៅតំបន់ផ្សេងទៀតបើកន្លែងនេះមួយយើងព្រមជាមួយចោលព្រមជាមួយថៃចុះអាកន្លែងនោះយ៉ាងដូចម្ដេចប៉ុន្តែនេះជាការលើកឧទាហរណ៍ដាច់ខាតគឺមិនព្រមបាទมันអាចកែប្រែព្រំដែនដែលបន្សល់ទុកពីមរតករដ្ឋដែលបន្សល់ទុកពីសម័យអាណាព្យាបាលបារាំងដែលមានសន្ធិសញ្ញារួចស្រេចទៅហើយទេមេដឹកនាំយោធាកម្ពុជានិងថៃបានជួបគ្នាក្រៅផ្លូវការនៅព្រំដែននាព្រឹកថ្ងៃទី15ខែកក្កដាឆ្នាំ2026ដោយកម្ពុជាបានទាមទារឲ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវពង្រីកទីតាំងនិងរៀបបន្លាលុះនៅលើដីខ្មែរព្រមទាំងបញ្ឈប់សកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹងបន្ថែមទៀតកិច្ចប្រជុំនេះធ្វើឡើងនៅច្រកអន្តរជាតិជាន់សង្ងាត់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យរវាងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់ជាតិភូមិភាគកម្ពុជាថៃ RBC ដោយភាគីកម្ពុជាដឹកនាំដោយលោកឧត្តមស្នេហ៍ត្រីនិតណារងនិងភាគីថៃដឹកនាំដោយឧត្តមស្នេហ៍ត្រីកម្មផាណាក់ប៉ាផាស៊ុនៅក្នុងជំនួបនោះបញ្ហាឈូសឆាយធ្វើផ្លូវការពង្រីកភូមិសាស្ត្រនិងការរាយបន្លាលុះនៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជានិងតំបន់មិនទាន់បែងចែកព្រំប្រទល់ដាច់ស្រេចត្រូវបានយកដាក់លើតុពិភាក្សាកម្ពុជាបានជំរុញឲ្យថៃចាប់ផ្ដើមការងារវាស់វែងនិងខណ្ឌសីមាព្រំដែនតាមយន្តការ JBC ឲ្យបានឆាប់បំផុតស្របទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរនេះបញ្យល់ទៅតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាចំពោះហេតុការណ៍បាញ់បោះនឹងទូអាវុធភាគីកម្ពុជាបានស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ដើម្បីបញ្ជាការយល់ច្រឡំនិងកុំឲ្យមានភាពតានតឹងកើនឡើងកម្ពុជាក៏បានជំរុញឲ្យភាគីថៃរឹតបន្តឹងវិន័យកងកម្លាំងជួរមុខដើម្បីទប់ស្កាត់ការបាញ់បោះការរាយបណ្ដាលលុះនិងការប្រើពាក្យសម្ដីមិនសមរម្យដែលអាចនាំទៅដល់ការបង្កហេតុភាគីកម្ពុជាក៏បានលើកឡើងពីការរួមគ្នាទប់ស្កាត់ព័ត៌មានคล้ายៗនិងការផ្សព្វផ្សាយបែបអ៊ុតអាលឲ្យមានការស្អប់ទាំងចំគំនុំគ្នាយ៉ាងណាមិញសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាមិនបានបញ្ជាក់ពីការឆ្លើយតបរបស់ភាគីថៃចំពោះការទាមទារទាំងនេះទេតាំងពីខែកក្កដាឆ្នាំ2025កម្ពុជាបានតវ៉ាតាមការទូតទៅភាគីថៃ45លើកមកហើយលោកចុងពៅអគ្គលេខាធិការីបណ្ឌិតសភាកម្ពុជាយល់ថាចំនួនរវាងយោធានេះជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថាភាគីទាំងពីរនៅតែអាចសន្ទនាគ្នាបានប៉ុន្តែលោកសង្កត់ធ្ងន់ថាកម្ពុជាត្រូវរក្សាចំហច្បាស់លាស់ទាំងលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់គណៈការងារបច្ចេកទេសវាស់វែងព្រំដែនគួរតែត្រូវចាប់ផ្ដើមឲ្យបានឆាប់ចំណែកលោកនាយរដ្ឋាអ្នកវិភាគភូមិសាស្ត្រនយោបាយបានមើលជំនួបនេះពីស្ថានភាពជួរមុខដែលបង្ហាញថាភាពប្រកម្មរកោបានឈានដល់កម្រិតដែលត្រូវដោះស្រាយឲ្យទាន់ពេលតាមលោកជំនួបបែបនេះអាចជួយទប់កុំឲ្យការប៉ះទង្គិចតូចៗរីកធំទៅជាការផ្ទុះអាវុធជាបណ្ដោះអាសន្នគណៈកម្ពុជាក៏ត្រូវពង្រឹងការឆ្លើយតបចំពោះសង្គ្រាមព័ត៌មានផងដែរ